ឆានោងជាមួយសាច់ជ្រូកបងប្អូននៅសាច់ជ្រូកនេះខ្ញុំយកស្មាមុខមកដល់ពេលហើយឥឡូវនេះខ្ញុំដាក់ខ្លាញ់ឲ្យក្តៅហើយដាក់ខ្ទឹមបំពងចូលទៅបងឲ្យខ្ទឹមបំពងឲ្យឡើងឈ្ងុយហើយបាននេះខ្ញុំចាក់សាច់ចាក់អីចូលពេលដែលចាក់សាច់ចាក់អីបងគ្រឿងក្រើហើយអស់បាននេះខ្ញុំដាក់បន្លែដាក់អីបងអើយហើយថានោងបហើបេះនៅមុខផ្ទះយើងហ្នឹងផ្លែខ្ចីបេះមករៀងនៅទូចឲ្យវានៅរឹងបានឆ្ងាញ់បងហ្នឹងហើយពេលដែលអញ្ចឹងហើយនេះខ្ញុំកូរខ្ទឹមឲ្យឡើងឈ្ងុយសិនបាននេះខ្ញុំដាក់ឲ្យបេះហ្នឹងចំនួន3ផ្លែយកមកចិត្តហ្នឹងហើយឆាបានឡើងមួយចានធំមកបងប្អូនឲ្យហូបក្រអស់ខ្លាំងមែនតែនដោយសារហូបព្រឹកផងល្ងាចផងអញ្ចឹងណាតើជួយហូបគ្នាបានអស់បើខ្ញុំហូបតែឯងមួយចាននឹងធំនឹងហូបអត់អស់ទេហូបអស់តែពាក់កដាលអញ្ចឹងណាឥឡូវខ្ទឹមយើងបានឡើងឈ្ងុយហើយបងអញ្ចឹងនេះខ្ញុំក៏ចាប់ផ្ដើមដាក់សាច់ចូលបងឲ្យដាក់សាច់ចូលមកកូរវាឲ្យវាឡើងសាច់នឹងឲ្យវាឆ្អិនទៅតែនេះខ្ញុំចាក់ឆាហ្នឹងគឺដាក់គ្រឿងទេសមុនមកបងប្អូនដាក់សាច់ដាក់អីហើយដាក់ប៊ីចេងស្ករទឹកត្រីរ៉ូឌីម្រេចអីចឹងទៅបងឲ្យដាក់តាមចំណង់ចំណូលចិត្តហ្នឹងហើយសម្រាប់សាច់ថ្ងៃនេះគឺហាន់លាងច្បាមូលបែបនេះមកពួកអានោងយើងហាន់តែប៉ែតហើយដល់ពេលសាច់ហាន់លាងច្បាមូលមកហើយកូរវាឲ្យវាឆ្អិនណាបងឲ្យសាច់ជ្រូកហ្នឹងគឺវាយូរតែសាច់ហ្នឹងទេបន្លែឆាមួយផ្លែតគឺវាឆ្អិនរួចរាល់ហើយឥឡូវយើងបង់គ្រឿងក្រូវមកបងឲ្យតាមចំណង់ចំណូលចិត្តស្ករអំបិលប៊ីចេងរ៉ូឌីប្រេងខ្យងអីចឹងមកតែប្រេងខ្យងទាល់តែចុងក្រោយបាននេះខ្ញុំដាក់ទាល់តែដាក់បន្លែចូលបាននេះខ្ញុំប្រើប្រេងខ្យងដើម្បីឲ្យទុនបន្លែវាឆ្ងាញ់ចឹងណាបងឲ្យឥឡូវនេះគឺដាក់ម្រេចហ្នឹងឲ្យច្រើនតិចមកបងដោយសារតែម្រេចហ្នឹងយើងឆានោងទាល់តែប្រើម្រេចច្រើនបានឆ្ងាញ់ហ្នឹងហើយបើពីមុននេះខ្ញុំចូលចិត្តឆាជាមួយមីស៊ូឆាជាមួយអីចឹងប៉ុន្តែថ្ងៃនេះអត់ទេមានការឃ្លានជាខ្លាំងអត់ទៅរកមីស៊ូឯណាអត់ទាន់នេះបងឲ្យដោយសារតែពេលថ្ងៃហ្នឹងគឺទិញម្ហូបសាច់គោឲ្យគេហូបដូចថាស៊ុបសាច់គោអីចឹងណានេះខ្ញុំអត់ហូបទេដោយសារថ្ងៃហ្នឹងអត់សូវស្រួលខ្លួនចឹងហើយក៏អត់ហូបទៅអញ្ចឹងហើយពេលដែលមកពីលក់ហ្នឹងងូតទឹកងូតអីហើយគឺចូលដេកតែម្ដងងើបពីដេកមកមានការឃ្លានជាខ្លាំងបងប្អូនឲ្យដើរបេះប៉តផ្សំបន្លែហ្នឹងនៅក្នុងផ្ទះយើងមានណាសាច់ជ្រូកក៏មាននៅផ្ទះអីក៏មានអញ្ចឹងទៅក៏បេះមកយកមកឆាក្តៅបែបនេះបងឃើញអត់នេះហើយសាច់ហ្នឹងខាឆ្អិនហ្នឹងគឺតំណងខ្លាំងមែនតែម្ដងពេលដែលសាច់យើងឆ្អិនហើយរួចរាល់អស់បាននេះខ្ញុំចាក់បន្លែចូលបងឲ្យសំខាន់សាច់យើងឲ្យវាឆាឲ្យយូរឲ្យឆ្អិនសិនទៅណាហើយគ្រាន់តែវាឆ្អិនសាច់ហ្នឹងបងឲ្យថាក្លិនជះមកឡើងឈ្ងុយតែម្ដងគ្រាន់តែឈ្ងុយហ្នឹងកូរកំពុងអំឬកំពុងតែឃ្លានផងដល់ពេលសាច់ឈ្ងុយបែបនេះទៀតរត់តែឃ្លានបាយខ្លាំងឡើងបងឲ្យដល់ពេលហូបហ្នឹងមានណាអស់បាយតែមួយចានទេដោយសារតែខំប្រឹងហូបបន្លែច្រើនជាងបាយអញ្ចឹងណាបងដោយសារតែបាយវាអត់ហ៊ានហូបច្រើនទេហូបតែមួយចានទៅឥឡូវសាច់យើងបានឆ្អិនរួចរាល់ហើយនេះខ្ញុំក៏ចាក់អានោងចូលមកចាក់អានោងឲ្យកូរច្បល់តែមួយផ្លែតហ្នឹងបងឲ្យវាឆ្អិនដោយសារតែអានោងបហើវាអត់ដូចអានោងជ្រុងទេបើអានោងជ្រុងវារៀងរឹងអញ្ចឹងវាយូរក្រឆ្អិនណាតែអានោងបហើវាទន់អញ្ចឹងហើយចាក់តែមួយផ្លែតគឺឆ្អិនហើយនេះខ្ញុំច្បល់វាបន្តិចអញ្ចឹងទៅឲ្យវាស្លោងបន្តិចហើយនេះខ្ញុំក៏ចាក់ប្រេងខ្យងចូលបងសម្រាប់ប្រេងខ្យងនេះខ្ញុំដាក់ច្រើនបន្តិចហើយអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណបងចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ